ជំរាបសួរបងប្អូនជាទីគោរពរាប់អានទៅក្នុងប្រទេសនិងក្រៅប្រទេសបាទថ្ងៃនេះលោកគ្រូសូមរៀបរាប់តាក់ទងអំពីវត្ថុស័ក្តិសិទ្ធិមួយយ៉ាងដែលបងប្អូនយើងទាំងអស់បានមើលរំលងមិនសូវបានដឹងហ្នឹងហើយគឺជាសត្វដែលយើងចិញ្ចឹមនៅក្នុងផ្ទះយើងធ្លាប់ដាក់បាយឲ្យស៊ីជាដើមសត្វនោះគឺជាសត្វឆ្មាណាទំនៀមទម្លាប់ពីបរមបុរាណប្រពៃណីខ្មែរយើងច្រើននិយាយថាគុយពុកសុកឆ្មាហ្នឹងហើយគឺជាវត្ថុស័ក្តិសិទ្ធិដែលជួយការពារយើងបានច្រើនយ៉ាងគឺការពារបាននៅអ្វីខ្លះគឺការពារបាននៅអំពើអំព័ន្ធមន់ខ្មៅខ្មោចព្រាយបិសាចដែលមានបំណងមិនល្អចង់តែមកជាយីឬក៏ធ្វើបាបនៅក្នុងគេហដ្ឋានរបស់បងប្អូនបើសិនជាបងប្អូនទទួលបាននៅកូនក្រក់ឆ្មានេះគឺវានឹងជួយការពារពុកម៉ែបងប្អូនបានមួយផ្នែកផងដែរហ្នឹងហើយការពារនៅអំពើពាន់មន់ខ្មៅខ្មោចព្រាយបិសាចហ្នឹងពីព្រោះថាសុកឆ្មាឬក៏កូនក្រក់ឆ្មាគឺវាជាស្ដេចគេហៅថាស្ដេចខ្លាហ្នឹងហើយព្រាយខ្លាស្ដេចខ្លាហ្នឹងហើយគឺមានរឿងដំណើរថាឆ្មាហ្នឹងវាអាចគ្រប់គ្រងនៅសត្វខ្លាណាយើងដឹងស្រាប់ហើយខ្លាគឺជាសត្វដែលមានឫទ្ធិអំណាចមួយផងដែរប៉ុន្តែវានៅចាញ់ក្រាបរបស់សត្វឆ្មាហ្នឹងគឺជាគ្រូរបស់ខ្លាវាបានបង្ហាត់បង្រៀនគ្រប់សពបែបយ៉ាងប៉ុន្តែនៅតែក្បាច់មួយទេដែលវាអត់បង្រៀនហ្នឹងហើយគឺក្បាច់វាដែលវាទៅបាត់ជើងនេះគឺវាបាត់ជើងហើយគឺវាកាយលុបហើយវាលុបទៅវាមិនអោយសត្វខ្លាដឹងទេនឹងហើយដែលគឺជាចំណុចសំខាន់របស់សត្វឆ្មាហ្នឹងហើយឆ្មាដែលវាឲ្យនៅកូនក្រក់ហ្នឹងធម្មតាមេដែលវាចិត្តកាត់កូនវាតែងតែមានកូនរលូតណាកូនដែលវាកើតមកហ្នឹងគឺវាងាប់តែងសាកដោយខ្លួនឯងឬក៏វារលូតហ្នឹងហើយក៏បានវាពំមកឲ្យយើងហ្នឹងហើយដើម្បីឲ្យយើងថែរក្សានៅកូនក្រក់ហ្នឹងអញ្ចឹងណាតែបើថាកូននៅរស់ធម្មតាហ្នឹងយើងចិញ្ចឹមធម្មតាបើវាខូចវារលូតវាងាប់ហ្នឹងអាហ្នឹងចាត់ទុកជាកូនក្រក់ហ្នឹងហើយកាលណាបើយើងបានហើយយើងយកមកត្រាំស្រាមួយសន្ទុះសិនក៏បានយើងក៏អត់ត្រាំក៏បានយើងយកមកហាលក្តៅក៏បានឬក៏យកមកឆ្អើរភ្លើងក៏បានឆ្អើរភ្លើងហ្នឹងគឺយើងត្រូវពុតវាយើងមានឈើចងពុតវាឲ្យវាត្រង់ហ្នឹងហើយយើងឆ្អើរវាដាក់ភ្លើងទូលល្មមដើម្បីឲ្យវាស្ងួតទឹកឲ្យវាក្រៀមហ្នឹងហើយយើងចងពុតវាទៅឲ្យវាត្រង់កុំឲ្យវាកញ្ញង់កុំឲ្យវាកោងអញ្ចឹងណាហ្នឹងហើយយើងហ្នឹងហើយកាលណាយើងយកឈើចងវាទៅចង់អបវាសាងខាងទៅឲ្យវាត្រង់ណាក៏ដល់ពេលយើងយកហាលក្តៅឬក៏ឆ្អើរភ្លើងអីចឹងទៅវាអត់កោងវាអត់កញ្ញង់វាអត់រួញអញ្ចឹងណាហ្នឹងហើយវាត្រង់ស្អាតល្អហ្នឹងសំដៅទៅលើកូនក្រក់ឆ្មាហ្នឹងកាលណាបើបានស្ងួតល្អក្រៀមត្រឹមត្រូវហើយយើងត្រូវធ្វើពិធីណាសូត្ររងាប់ឧបកិច្ចដាស់បកប្រគល់ប្រសិទ្ធិហៅដួងវិញ្ញាណវាហ្នឹងដើម្បីមកស្ថិតនៅក្នុងកូនក្រក់ហ្នឹង